គណៈរដ្ឋមន្ត្រីកម្ពុជាសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាជាផ្លូវការនិងចាត់ទុកជាច្បាប់ប្រកាសជាការប្រញាប់សេចក្តីព្រាងច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធាដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តមឧត្តមរបស់ប្រជាពលរដ្ឋខ្មែរនិងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្ដុះបណ្ដាលស្មារតីស្នេហាជាតិការអប់រំផ្នត់គំនិតនិងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី18ឆ្នាំដល់25ឆ្នាំដែលត្រូវបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់នេះដោយឡែកការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្តប្រពន្ធដដែលបានបន្តថាគណៈរដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យច្បាប់នេះត្រូវបានប្រកាសជាប្រញាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាមាន8ជំពូកនិង20មាត្រាត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា49នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសេចក្តីប្រកាសព័ត៌មានខាងលើកន្លងមកព្រះរាជាណាចក្រកម្ពុជាមានច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ NS/RKM/1206/03 ចុះថ្ងៃទី22ខែធ្នូឆ្នាំ2026និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ2006ពុំទាន់គ្របដណ្ដប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ននិងអនាគតដែលតម្រូវឲ្យមានការរៀបចំច្បាប់នេះជាថ្មីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តនិរន្តរភាពគោលការណ៍គ្រឹះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកងយុទ្ធពលខេមរភូមិន្ទបាននឹងកំពុងអនុវត្តភារកិច្ចការពារជាតិចូលរួមក្នុងការអភិវឌ្ឍសង្គមនិងជួយសង្គ្រោះគ្រប់រូបភាពនិងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលទាន់ពេលវេលានិងមានប្រសិទ្ធភាព